បងស្រីខមមិនថាអ្នកទិញនៅតម្លៃខ្ពស់ចប់ហើយអត់ចប់ទេបងអត់អីទេនិយាយទៅឲ្យតែអឺយើងមានដើមទុននៅក្នុងការដែលទិញពីខាងក្រោមទៅថែមទៀតណាឬក៏អ្នកដែលវាច្រើនបើជាប់ position buy ឲ្យតែមាន balance ទប់ជាប់អត់អីទេមាសគង់តែឡើងទៅវិញទេសំខាន់ឥឡូវយើងចាំជាមួយនឹងស្ថានភាពសង្គ្រាមសិនឲ្យវាស្ងប់ស្ងាត់ទៅវិញជាពិសេសប្រេងឲ្យវាមានការតម្លាក់ខ្លួនវិញដើម្បីឲ្យភាគហ៊ុនវាមានការល្អមកវិញមាសនឹងមានការកើនឡើងទៅវិញឬក៏ recover ទៅវិញហើយអញ្ចឹងពីខ្ញុំទៅគឺមានតែការរងចាំមេមាសគឺនៅតែមានតំណធំឬក៏ការឡើងទៅវិញអញ្ចឹងគ្រាន់តែថាអារយៈពេលយូរឬក៏ឆាប់យើងចាំមើលសង្គ្រាមនេះព្រោះថាសង្គ្រាមនេះវាសង្គ្រាមរ៉ាំរ៉ៃដោយសារតែហេតុអីអារ៉ង់គឺចង់ឲ្យអាមេរិកច្រឡំលុយកាន់តែច្រើនព្រោះដូចខ្ញុំតែងតែបញ្ជាក់ចឹងព្រោះអាមេរិកជាពាក់បានបំណុលគេក៏ច្រើនហើយបិទរដ្ឋាភិបាលទៀតអញ្ចឹងបើសិនជាអាមេរិកនៅតែបន្តនៅក្នុងការតាំងធ្វើសង្គ្រាមមួយហ្នឹងអាមេរិកគឺកាន់តែខ្សែធនតែម្ដងអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងទៅជួបគ្នានៅវីដេអូក្រោយ